នៅពេលដែលតួឯករបស់យើងគឺម៉ៃចិត្តនឹងសម្រេចបាននៅការវិវត្តស្រាប់តែគេសម្រេចចិត្តត្រឡប់ទៅអតីតកាលដោយប្រើប្រាស់ជំនាញបដូរវាសនាខណៈនោះដែរពន្លឺមួយបានជះបំភ្លឺពេញអាសនៈពេលវេលានិងលំហបានបញ្ជូនរូបគេត្រឡប់ទៅកាលពី5000ឆ្នាំមុនបន្ទាប់មកក៏មានរន្ទះបាញ់ចំដំបូលអគារសិក្សាធ្វើឲ្យម៉ៃបានដឹងខ្លួនក្នុងខែឧសភាឆ្នាំ2017ដែលជាពេលគេនៅជានិស្សិតធម្មតាម្នាក់ពេលដឹងស្មារតីឡើងវិញម៉ៃដឹងច្បាស់ថាគេពិតជាបានឆ្លងភពមកមែនគេកំពុងឈរនៅពីមុខសាកលវិទ្យាល័យឡុងសានបរិយាកាសទីនោះពិតជាអ៊ូអរនិស្សិតទាំងឡាយកំពុងតែរីករាយនឹងជីវិតយុវវ័យរបស់ពួកគេនាពេលនោះម៉ៃស្រាប់តែស្រក់ទឹកភ្នែកមកព្រោះនឹកឃើញដល់ម្ដាយនិងប្អូនស្រីកាលពីជាតិមុនរបស់គេតែពេលនេះគេត្រឡប់មកវិញដើម្បីកែប្រែរាល់កំហុសឆ្គងយុវជនម្នាក់នេះតាំងចិត្តថាក្នុងជាតិថ្មីនេះគេដាច់ខាតមិនឲ្យបរិសុទ្ធឈ្មោះចុះមកធ្វើបាបគ្រួសារគេបានទៀតឡើយម៉ៃរៀបចំខ្លួនរួចប្រញាប់ដើរទៅបន្ទប់លេខ1103ដែលពេលនោះគ្មានអ្នកណានៅឡើយម៉ៃមានគោលដៅច្បាស់គឺត្រូវតែរកលុយឲ្យបានលឿនបំផុតដើម្បីដោះស្រាយស្ថានភាពដ៏លំបាករបស់គ្រួសារគេដើម្បីសម្រេចរឿងនេះគេត្រូវតែរកវិធីរកលុយឲ្យបានច្រើនបំផុតគេបើកកុំព្យូទ័រយួរដៃរួចវាយអក្សរយ៉ាងរហ័សបន្តិចក្រោយមកក៏មានសម្លេងបើកទ្វារមិត្តរួមបន្ទប់បានត្រឡប់មកវិញពួកគេបបួលគ្នាទៅញ៉ាំអីនៅហាងថ្មីប៉ុន្តែពេលបើកទ្វារឃើញម៉ៃកំពុងអង្គុយនៅតុទឹកមុខពួកគេក៏ប្រែប្រួលភ្លាមហើយចាប់ផ្ដើមនិយាយចំអកឲ្យគេម្នាក់ក្នុងចំណោមនោះនិយាយឌឺដងថាម៉ៃនៅតែដដែលចូលចិត្តកិច្ចសាលាគេថែមទាំងនិយាយថាបើមិត្តភក្តិឃ្លានបើម៉ៃជួយចេញថ្លៃបាយឲ្យទៀតគឺរឹតតែល្អតួឯងយើងឮគ្រប់ម៉ាត់តែធ្វើជាមិនដឹងមិនឮហើយបន្តផ្ចង់អារម្មណ៍លើការវាយក្តារចុចដដែលឃើញម៉ៃមិនតបតសោះមិត្តរួមបន្ទប់ម្នាក់ទៀតក៏និយាយឡើងលើកនេះគេនិយាយខ្លាំងៗទាំងកំហឹងដោយសួរម៉ៃថាខ្លាចគេយកគំនិតសម្ងាត់ទៅប្រាប់អ្នកដទៃមែនទេប៉ុន្តែតួឯងនៅតែរក្សាភាពស្ងៀមស្ងាត់ឃើញម៉ៃធ្វើពុតជាថ្លង់មិនឈប់បែបនេះអ្នកនោះកាន់តែខឹងសម្បាខ្លាំងឡើងរហូតមិត្តភក្តិម្នាក់ទៀតជួយសម្រួលដោយនិយាយថាពួកគេជួយលាក់ការឲ្យយូរហើយតែមិនដែលដឹងគុណសោះយ៉ាងណាក៏ដោយម៉ៃមិនខ្វល់នឹងសម្ដីពួកគេឡើយគេទុកកុំព្យូទ័រចូលកាបូបរួចស្ពាយឡើងលើស្មាតួឯកនិយាយឡើងយ៉ាងត្រជាក់ស្រេបថាបើចង់និយាយខ្លាំងគឺអាចដើរចេញទៅក្រៅហើយនិយាយឲ្យអស់ចិត្តទៅទោះគេបានចាប់ជាតិថ្មីតាមរយៈពរជ័យពីស្ថានសួគ៌ក៏ដោយប៉ុន្តែធម្មពលវេទមន្តគឺស្ទើរតែអស់រលីងដូចនេះក្រៅពីការស្វែងរកលុយម៉ៃត្រូវរកវិធីស្ដារសមត្ថភាពឡើងវិញបន្ទាប់មកគេក៏ដើរទៅហាងជួសជុលកុំព្យូទ័រតែលក់កុំព្យូទ័រនោះបានលុយត្រឹម800 យន់ប៉ុណ្ណោះម៉ៃគិតថាលុយនេះគ្រាន់តែល្មមសម្រាប់ទិញសម្ភារៈសិក្សាតែប៉ុណ្ណោះកាលពីអតីតកាលអំឡុងពេលរៀនភាពអួតអាងបានធ្វើឲ្យម៉ៃធ្វើពុតជាអ្នកមានកាលនោះគេចំណាយពេលនៅតាមបារប៉ៅមិត្តភ័ក្តិនិងរស់នៅយ៉ាងហឺហាបំផ្លាញលុយហើយនៅពេលអស់លុយយុវជនម្នាក់នេះក៏ផ្ញើសារទៅគម្រាមសុំពីម្ដាយដោយបង្ខំឲ្យគាត់ផ្ញើមកឲ្យថែមទៀតរឿងនេះហើយដែលធ្វើឲ្យសុខភាពម្ដាយចុះខ្សោយជាខ្លាំងរហូតបង្កើតជាសោកនាដកម្មដ៏រន្ធត់មួយខណៈនោះដែរយុវជននោះស្រាប់តែឮគេហៅឈ្មោះគេងាកទៅក៏ឃើញប្អូនស្រីរបស់គេគឺម៉ូលីពេលឃើញប្អូននៅរស់រានមានជីវិតនិងមានសុវត្ថិភាពតួឯកមានអារម្មណ៍រំជួលចិត្តជាខ្លាំងកាលពីជាតិមុនគឺដោយសារតែរូបគេផ្ទាល់ដែលនាំទុក្ខទោសដល់ប្អូនស្រីរហូតធ្វើឲ្យនាងសម្រេចចិត្តធ្វើអត្តឃាតដោយលោតចុះពីលើអគារខ្ពស់ទាំងអស់នេះមកពីការគៀបសង្កត់ពីបរិសុទ្ធឈ្មោះចុះដែលធ្វើឲ្យម៉ូលីទ្រាំមិនបានឃើញទឹកមុខបងប្រុសហាក់ច្របូកច្របល់នាងក៏សួរថាមានរឿងអ្វីកើតឡើងមែនទេម៉ៃប្រញាប់និយាយលួងលោមថាមិនអីទេគ្រប់យ៉ាងគឺល្អហើយគេក៏បដិញ្ញាក្នុងចិត្តថាជាតិថ្មីនេះគេនឹងការពារម្ដាយនិងប្អូនឲ្យបានល្អបំផុតបន្ទាប់មកទៀតតួឯកក៏ឈរសម្លឹងមើលខណៈដែលប្អូនស្រីកំពុងរាវរករបស់ក្នុងកាបូបរួចដកយកថង់កណ្ដាស់មួយហុចមកឲ្យបងប្រុសនាងប្រាប់ថាមានលុយ7 យន់ដែលនាងសន្សំបានដើម្បីឲ្យគេយកទៅប្រើប្រាស់និងឈប់សុំលុយម្ដាយទៀតម៉ៃភ្ញាក់ផ្អើលយ៉ាងខ្លាំងគេមិនយល់ទាល់តែសោះថាហេតុអ្វីប្អូនស្រីមានលុយច្រើនម្ល៉េះភ្លាមនោះដែរម៉ូលីប្រញាប់ញាត់ថង់លុយក្នុងដៃគេរួចចាប់ផ្ដើមស្ដីបន្ទោសបងប្រុសទាំងកំហឹងព្រោះនាងដឹងច្បាស់ថាគេគ្រាន់តែធ្វើពុតនាងលួចលឺដំណឹងថាគេគំរាមម្ដាយថានឹងឈប់រៀនបើមិនព្រមផ្ញើលុយឲ្យគេហើយយកលុយនោះទៅដើរផឹកស៊ីជាមួយពួកម៉ាក់មិនល្អដូចនេះប្អូនស្រីប្រាប់ឲ្យគេយកលុយនេះទៅហើយកែខ្លួនឡើងវិញយ៉ាងណាមិញតួឯកប្រាប់ឲ្យប្អូនស្រីទុកលុយនេះសម្រាប់រៀនសូត្រតែនៅពេលនិយាយដល់រឿងសាលាទឹកមុខប្អូនស្រីប្រែជាស្រពោនភ្លាមក្រោយស្ទាក់ស្ទើរនាងក៏ដាច់ចិត្តប្រាប់ការពិតទាំងអស់តាមពិតនាងបានបោះបង់ការសិក្សារួចទៅហើយព្រោះគ្រួសារកំពុងជាពាក់បំណុលគេវាន់កហើយពួកម្ចាស់បំណុលក៏ចាប់ផ្ដើមតាមទាដល់ផ្ទះម្ដាយរកចំណូលតែម្នាក់ឯងមិនគ្រាន់ទេទើបម៉ូលីសម្រេចឈប់រៀនដើម្បីជួយគាត់លើបែបនេះយុវជននោះមានអារម្មណ៍ឈឺចាប់ដូចមានកាំបិតមកចាក់ទម្លុះបេះដូងតួឯកក៏ប្រញាប់ដើរទៅហើយលូកដៃអោបប្អូនស្រីយ៉ាងណែនពីខាងក្រោយសកម្មភាពនេះធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងសួរទាំងងឿងឆ្ងល់ថាបងកំពុងធ្វើអ្វីហ្នឹងម៉ៃសារភាពសុំទោសនិងសុំអោបនាងត្រឹមមួយផ្លែតប៉ុណ្ណោះគេនិយាយបន្ថែមថានាងត្រូវតែជឿជាក់លើបងព្រោះបងនឹងធ្វើឲ្យជីវិតគ្រួសារយើងល្អប្រសើរឡើងម៉ូលីធ្លាប់តែលែងជឿពាក្យសន្យាខ្លាំងៗរបស់គេទៅហើយតែមិនដឹងយ៉ាងម៉េចលើកនេះនាងមានអារម្មណ៍ថាប្លែកខ្លាំងក្រោយពេលបែកពីប្អូនស្រីម៉ៃបានដើរទៅហាងលក់ថ្នាំបុរាណចិននៅទីនោះដោយប្រើប្រាស់លុយដែលបានពីការលក់កុំព្យូទ័រគេបានទិញឱសថបុរាណមួយចំនួនបន្ទាប់មកតួឯកក៏ធ្វើដំណើរទៅកាន់ព្រៃនៅឯជាយក្រុងថ្នាំរុក្ខជាតិទាំងនេះតាមពិតទៅគឺចាំបាច់បំផុតដើម្បីផ្សំជាថ្នាំទឹកពិសេសដោយសារតែធម្មពលវិញ្ញាណនៅលើផែនដីមានកម្រិតថ្នាំទាំងនេះក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់ជួយក្នុងការបណ្ដុះធម្មពលក្រោយមកទៀតឱសថនៅក្នុងឆ្នាំងចាប់ផ្ដើមរលាយចូលគ្នារហូតក្លាយជាទឹកថ្នាំដ៏ថ្លាឆ្វង់ដូចនេះតួឯកជឿជាក់ថាការផ្សំថ្នាំនេះបានជោគជ័យក្រោយមកយុវជននោះក៏ផឹកទឹកថ្នាំនោះរួចម៉ៃក៏ចាប់ផ្ដើមអង្គុយធ្វើសមាធិនិងសម្រួលដង្ហើមផ្លូវនៃការដាំដុះអមតៈគឺត្រូវបានបែងចែកជា5កម្រិត
សម្បីតែឈានដល់កម្រិតដំបូងនៃការចម្រាញ់ឈីក៏អាចជួយឲ្យម៉ៃមានកម្លាំងខ្លាំងលើសពីមនុស្សធម្មតាឆ្ងាយណាស់ក្រោយពីវឹកហាត់យ៉ាងខ្លាំងជិត1ម៉ោងតួឯករបស់យើងក៏បានទម្លុះដល់កម្រិតដំបូងនៃការចម្រាញ់ឈីគេក៏សម្រេចចិត្តសាកល្បងនៅកម្លាំងថ្មីរបស់គេបានវាយដាំឈើមួយទំហឹងហើយកម្លាំងដ៏មហិមានោះក៏ធ្លុះដាំឈើយ៉ាងងាយស្រួលពេលឃើញលទ្ធផលបែបនេះតួឯកមានចិត្តសប្បាយរីករាយខ្លាំងណាស់កម្លាំងនេះគឺគ្រប់គ្រាន់ដើម្បីទប់ទល់នឹងអ្នកក្បាច់គុនចិនប៉ុន្តែពេលនេះតួឯកកំពុងជួបបញ្ហាមួយទៀតដែលសំខាន់ដូចគ្នាគឺធ្វើម៉េចរកលុយឲ្យលឿនបំផុតភ្លាមនោះគំនិតមួយក៏លេចឡើងក្នុងក្បាលម៉ៃកន្លែងដែលតួឯកធ្វើដំណើរទៅគឺហាងអ៊ីនធឺណិតប៉ុន្តែគេមកទីនេះគឺដើម្បីប្រើប្រាស់គេហទំព័រដ៏ល្បីឈ្មោះមួយវាត្រូវបានគេស្គាល់ថាជាផ្សារងងឹតដែលគេអាចជួញដូរគ្រប់យ៉ាងចាប់ពីព័ត៌មានសម្ងាត់រហូតដល់ការបង្ហោះជួលការងារគ្រប់ប្រភេទភ្លាមពេលម៉ៃបើកគេហទំព័រគេក៏ក្រឡេកឃើញភ្លាមនៅការងារមួយដែលបានបង្ហោះដោយអនាមិកខ្លឹមសារគឺជួលសម្រាប់កូនស្រីរបស់អាសែលដែលជាអ្នកមានម្នាក់នៅទីក្រុងឡុងសានដោយទទួលបានប្រាក់រង្វាន់10លាននៅខាងក្រោមមានសេចក្តីជូនដំណឹងថាឃាតករឈ្មោះចននីបានទទួលការងារនេះរួចទៅហើយប៉ុន្តែម៉ៃមិនជឿថាមានអ្នកណាហ៊ានចំណាយ10លានដើម្បីផ្ដាច់ជីវិតក្មេងស្រីម្នាក់នោះទេរួចហើយតួឯកក៏ឃើញការបង្ហោះពីអាសែលដែលកំពុងរកអ្នកជំនាញដើម្បីជួយការពារកូនស្រីរបស់គាត់រយៈពេល1ខែក្នុងតម្លៃ20លានមិនទាន់មានអ្នកណាទទួលការងារនេះនៅឡើយទេហើយដោយមិនស្ទាក់ស្ទើរតួឯកក៏បានចុចទទួលយកការងារនោះភ្លាមតែម្ដងនៅលើគេហទំព័រនេះអត្តសញ្ញាណរបស់គេគឺប្រើឈ្មោះ Wuji ដែលជាឈ្មោះក្រៅមិនទាន់មានន័យអ្វីសម្រាប់អ្នកដទៃឡើយពេលដោះកាសចេញគេក៏ទទួលបានការខលទូរស័ព្ទមួយក្រោយពេលប្រាប់ទីតាំងម៉ៃក៏អង្គុយសម្រាកដើម្បីរងចាំមនុស្សរបស់តកូលស៊ូមកទទួលប៉ុន្តែនៅម្ខាងទៀតនៃខ្សែទូរស័ព្ទលេខារបស់អាសែលនៅពេលដឹងថាបរិសម្នាក់នោះស្ថិតនៅខាងអ៊ីនធឺណិតនាងក៏មានការសង្ស័យបន្តិចនាងសម្រេចចិត្តសួរចៅហ្វាយថាបរិសម្នាក់នេះគួរឲ្យទុកចិត្តដែរទេអាសែលនិយាយថាវាជាសំណាងណាស់ទៅហើយដែលមានអ្នកព្រមទទួលការងារនេះដូច្នេះគេក៏យល់ព្រមឲ្យមនុស្សទៅទទួលគេមកប្រហែលកន្លះម៉ោងក្រោយមកយុវជននោះក៏បានមកឈរនៅពីមុខវិឡាត្រកូលស៊ូភ្លាមពេលដែលម៉ៃចុះពីលើឡានអាសែលមានការភ្ញាក់ផ្អើលជាខ្លាំងគេមិនដែលនឹកស្មានថាអ្នកដែលទទួលការងារប្រឈមមុខនឹងចននីនឹងមានវ័យក្មេងខ្លាំងបែបនេះសោះម្ចាស់ផ្ទះផ្ទាល់ក៏បានដើរមកស្វាគមន៍ភ្ញៀវនិងសួរនាំថាគាត់ឈ្មោះ Wuji មែនទេរួចគេក៏អញ្ជើញឲ្យចូលក្នុងផ្ទះប៉ុន្តែម៉ៃបានសុំឲ្យអាសែលនាំដើរមើលជុំវិញវិឡាដើម្បីស្គាល់ភូមិសាស្ត្រនិងទីតាំងម្ចាស់ផ្ទះក៏យល់ព្រមភ្លាមនិងប្រាប់ថាគេមានសត្រូវក្នុងពិភពជំនួញដែលបានប្រយុទ្ធគ្នារាប់ឆ្នាំមកហើយកាលពីពេលថ្មីនេះអាសែលរកឃើញភស្តុតាងនៃសកម្មភាពខុសច្បាប់របស់គូប្រជែងហើយប្រគល់ឲ្យប៉ូលីសតាមផ្លូវដើរម៉ៃក៏បានពិនិត្យនិងសង្កេតមើលជុំវិញវិឡាត្រកូលស៊ូហើយកត់សម្គាល់ឃើញថាវាហាក់ដូចជាមានភាពស្ងប់ស្ងាត់ប៉ុន្តែនៅក្នុងចិត្តគេដឹងថាប្រហែលជាមានមនុស្សលាក់ខ្លួនយ៉ាងច្រើននៅទីនេះអាសែលភ្ញាក់ផ្អើលព្រោះនៅពេលនោះពិតជាមានអង្គរៈជាច្រើននៅក្នុងវិឡាដែលលាក់ខ្លួនតាមចំណុចផ្សេងមែនប៉ុន្តែម៉ៃនៅតែប្រមានគេយ៉ាងធ្ងន់ធ្ងរថាទល់នឹងឃាតករប្រិតចននីមនុស្សទាំងនេះគឺគ្មានប្រយោជន៍តតែសោះនាពេលនោះលេខារបស់អាសែលបានរត់មកជម្រាបថាលោកគ្រូ Theodore បានមកដល់ហើយអាសែលក៏បានអញ្ជើញលោកគ្រូ Theodore អ្នកក្បាច់គុនកម្រិតមធ្យមនិងកូនសិស្សឈ្មោះចាក់ឲ្យមកជាមួយដែរ Theodore បានរអ៊ូថាគាត់ធ្លាប់ចង់រកជំនួយការម្នាក់ទៀតតែអ្នកណាក៏បដិសេធចោលអស់ពេលដឹងថាគូប្រកួតគឺឃាតករចននីពេលឮបែបនេះអាសែលប្រែទឹកមុខស្រពោនភ្លាម Theodore ប្រញាប់និយាយធានាថាកុំទាន់អាលអស់សង្ឃឹមអីព្រោះឪពុករបស់អាសែលគឺជាមិត្តចាស់របស់គាត់រាប់ឆ្នាំមកហើយពេលនោះទើបលោកគ្រូ Theodore ក្រឡេកឃើញមានម្នាក់ទៀតកំពុងឈរនៅក្បែរនោះដែរអាសែលកំប្រញាប់ណែនាំភ្លាមគេពន្យល់ថាយុវជននេះជាអ្នកដែលទទួលបេសកកម្មពីផ្សារងងឹតដោយប្រើឈ្មោះថា Wuji ពេលឮដោះនេះទាំងលោកគ្រូ Theodore និងចាក់បើកភ្នែកធំដោយក្តីភ្ញាក់ផ្អើលព្រោះនៅចំពោះមុខពួកគេគឺជារូបរាងយុវជនវ័យក្មេងម្នាក់ចាក់ក៏ដើរចូលទៅរកយុវជននោះរួចសួរដេញដោលថាប្រាក់រង្វាន់20លានយន់នេះប្រហែលជាច្រើនខ្លាំងណាស់សម្រាប់ឯងហើយ Theodore បានស្រែកស្ដីបន្ទោសឲ្យចាក់ឲ្យចេះមានការគោរពខ្លះប៉ុន្តែទោះជាយ៉ាងណាទាំងលោកគ្រូ Theodore និង Azel សុទ្ធតែមានមន្ទិលសង្ស័យដូចគ្នាតួឯកមើលទៅក្មេងពេកធ្វើឲ្យពិបាកនឹងស្រមៃថាគេមានសមត្ថភាពខ្លាំងប៉ុណ្ណាអាសែលក៏បានសួរដោយប្រុងប្រយ័ត្នថាតើលោកមានផែនការអ្វីដើម្បីការពារកូនស្រីខ្ញុំទេម៉ាញ់ងាក់ក្បាលយ៉ាងស្ងប់ស្ងៀមហើយសូមឲ្យដកកាមេរ៉ាសុវត្ថិភាពទាំងអស់នៅក្នុងវិឡានេះចេញព្រមទាំងដកក្រុមអង្គរៈចេញទាំងអស់ពេលឮបែបនេះ Theodore គិតថាម៉ៃកំពុងតែព្យាយាមរៀបល្បិចល្បងចននីឲ្យចេញមុខប៉ុន្តែតាមយោបល់គាត់ល្បិចកលនេះមិនអាចទទួលបានជោគជ័យឡើយទោះយ៉ាងណាតួឯកក៏បានពន្យល់ថាការសម្រេចចិត្តនេះគឺដោយសារតែមនុស្សទាំងអស់នេះមានសមត្ថភាពខ្សោយពេកហើយមានតែរារាំងផ្លូវនៅពេលមានការប៉ះទង្គិចគ្នាសម្ដីនេះបានធ្វើឲ្យអាសែលលោកគ្រូ Theodore និងចាក់មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះពួកគេមិនបានដឹងពីកម្លាំងពិតរបស់ម៉ៃឡើយប៉ុន្តែភាពជឿជាក់និងភាពក្លាហានរបស់គេបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងតួឯកសម្លឹងមើលទៅលោកគ្រូ Theodore និងចាក់ហើយនិយាយត្រង់ថាទោះបីជាមានពួកគេទាំងពីរនាក់ក៏គ្មានប្រយោជន៍ដែរពេលឮដូច្នោះចាក់ក៏ខឹងសម្បាយ៉ាងខ្លាំងដោយសារទ្រាំមិនបានព្រោះគេគិតថាខ្លួនឯងពូកែដូចជារ៉ាដ៏អស្ចារ្យរួចក៏ទាមទារចង់សាកក្បាច់គុនជាមួយគេម៉ៃគ្រាន់តែសើចស្រាលរួចប្រាប់ថាបើសិនជាមានអ្នកចង់សាកល្បងសមត្ថភាពរបស់គេគឺគ្រាន់តែចាក់ម្នាក់ឯងច្បាស់ជាមិនគ្រប់គ្រាន់ឡើយសម្ដីនេះធ្វើឲ្យគូប្រកួតខឹងកាន់តែខ្លាំងឡើងតួឯកក៏បានផ្ដល់យោបល់ឲ្យអាសែលហើយអ្នកប្រយុទ្ធទាំងអស់មកវាយក្នុងពេលតែមួយដោយធានាអះអាងថាគេអាចដោះស្រាយបានទាំងអស់មិននឹកស្មានថាម៉ៃមានទំនុកចិត្តលើខ្លួនឯងបែបនេះ Theodore ក៏ណែនាំឲ្យសាកល្បងកម្លាំងយុវជននោះតាមរយៈការប្រកួតជាមួយចាក់ប៉ុន្តែតួឯកមិនចាប់អារម្មណ៍នឹងការសាកល្បងកម្រិតទាបបែបនេះឡើយនៅពេលឃើញក្រុមអង្គរៈចាក់ក៏បាននិយាយចំអកឲ្យដើម្បីមើលថាតើម៉ៃអាចទ្រាំបានប៉ុន្មានវិនាទី
ចុងក្រោយនៅខណៈនោះក្រុមអង្គរៈទាំងអស់ក៏បានសម្រុកចូលមកប៉ុន្តែម៉ៃនៅតែឈរស្ងៀមថ្មឹងមិនវេបកហើយក៏មិនព្រមដកថយដែរអាស៊ាននិងលោកគ្រូ Theodore ចាប់ផ្ដើមសង្ស័យពួកគេគិតថាប្រហែលជាបុរសម្នាក់នេះមានការភ័យខ្លាចរហូតដល់ថ្នាក់កម្រើកខ្លួនលែងរួចទៅហើយនៅពេលដែលអង្គរៈម្នាក់បានស្ទុះចូលមកវាយរឿងដែលមិនគួរឲ្យជឿក៏បានកើតឡើងកណ្ដាប់ដៃរបស់គេហាក់ដូចជាបុកនឹងជញ្ជាំងដែលមើលមិនឃើញភ្លាមនោះរលកខ្យល់ដ៏ខ្លាំងក្លាមួយបានផ្ទុះឡើងជុំវិញខ្លួនរបស់ម៉ៃដែលកម្លាំងធម៌ពលទាំងនោះគឺចេញពីតួឯកផ្ទាល់តែម្ដងក្រុមអង្គរៈទាំងនោះត្រូវបានខ្ទាតចេញទៅគ្រប់ទិសទីហើយគ្មាននរណាម្នាក់អាចទប់ខ្លួនឈរត្រង់បានឡើយខណៈពេលដែលតួឯកនៅតែឈរស្ងៀមស្ងាត់នៅត្រង់ចំណុចដដែលដោយមិនរងការរបួសឬខូចខាតបន្តិចសោះឡើយទាំងអាស៊ាលោកគ្រូ Theodore និងចេកពេលបានឃើញហើយក៏រន្ធត់ចិត្តជាខ្លាំងពួកគេមិនយល់ទាល់តែសោះថាមានរឿងអ្វីកើតឡើងព្រោះឃើញតួឯកមិនបានកម្រើកខ្លួនសូម្បីតែបន្តិចនាពេលនោះលោកគ្រូ Theodore ចាប់ផ្ដើមមានការសង្ស័យភ្លាមនោះដែរម៉ៃបានងាកក្បាលទៅសម្លឹងមើលចេកម្ដងទៀតរួចធ្វើកាយវិការបក់ដៃហៅឲ្យគេចូលមកសាកល្បងទោះបីជាទើបតែបានឃើញនៅកម្លាំងដ៏មហិមារបស់តួឯកក៏ដោយប៉ុន្តែអាកប្បកិរិយាមើលងាយនោះបានធ្វើឲ្យចេកខឹងសម្បាយ៉ាងខ្លាំងចេកក៏បានស្ទុះចូលទៅទាំងកំហឹងទប់មិនជាប់គេបានលោតឡើងខ្ពស់រួចទាត់មួយជើងសម្ដៅទៅទោះជាយ៉ាងណាក៏ដោយគេមិនទាន់ទាំងបានប៉ះចម្រាំងកាយតួឯកផងក៏ត្រូវខ្ទាតត្រឡប់ថយក្រោយវិញភ្លាមៗដោយសារតែធម្មពលវិបកដ៏ខ្លាំងក្លាបំផុតគ្រាន់តែក្រឡេកមើលចម្ងាយដែលខ្ទាតចេញទៅក៏អាចដឹងច្បាស់ថាធម្មពលនេះខ្លាំងដល់កម្រិតណាដែរចេកបានខ្ទាតទៅយ៉ាងឆ្ងាយហើយបុកនឹងដើមឈើពេញទំហឹងរហូតដល់ថ្នាក់ធ្វើឲ្យដើមឈើនោះបាក់ស្រាំតែម្ដងអ្នកដែលនៅទីនោះទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំងទៅលើសមត្ថភាពនិងកម្លាំងរបស់តួឯកបន្ទាប់ពីដោះស្រាយជាមួយចេករួចរាល់ហើយម៉ៃក៏ងាកទៅរកលោកគ្រូ Theodore ដោយភាពស្ងប់ស្ងាត់គាត់ប្រញាប់អោនក្បាលគោរពយ៉ាងសមរម្យភ្លាមរួចសារភាពថាខ្លួនពិតជាល្ងងខ្លាចខ្លាំងណាស់ដែលមើលមិនធ្លុះពីធម៌ពលពិតរបស់លោកគ្រូខណៈនោះចេកព្យាយាមងើបឈរឡើងទាំងលំបាកដោយមិនយល់ទាល់តែសោះថាទោះបីជាគ្រូរបស់គេក៏មិនហ៊ានតតាំងជាមួយនឹងម៉ៃដែរ Theodore បានពន្យល់ថាសូម្បីតែលោកលូដែលទើបតែឡើងដល់កម្រិតកំពូលនៃអ្នកក្បាច់គុណក៏មិនអាចយកមកប្រៀបធៀបជាមួយម៉ៃបានដែរក្រោយពេលបានឮពាក្យនេះអាហ្សែលបើកមាត់ចំហាក់ភាំងព្រោះតែមិនចង់ជឿថាខ្លួនពិតជាបានជួបកំពូលមនុស្សដែលខ្លាំងពូកែបែបនេះសោះ Theodore បានអះអាងដោយក្តីទំនុកចិត្តថាតួឯកម្នាក់នេះគឺជាកំពូលមេកម្រិតចៅហ្វាយនៃក្បាច់គុណហើយជាធម្មតាសម្ដីរបស់ Theodore គឺគួរឲ្យជឿជាក់ណាស់ប៉ុន្តែលើកនេះអាហ្សែលនៅតែពិបាកនឹងទទួលយកខ្លាំងណាស់ហើយនៅពេលនោះដែរកូនស្រីរបស់អាហ្សែលគឺ AB ក៏បានភ្ញាក់ដឹងខ្លួនឡើងនាងបានឮសំឡេងរំខានពីខាងក្រៅទើបដើរមកមើលដោយមានទំនុកចិត្តលើកម្លាំងរបស់ម៉ៃហើយនោះបុរសជាឪពុកក៏បានអញ្ជើញគេចូលក្នុងផ្ទះដើម្បីពិភាក្សាគ្នាអំពីផែនការការពារកូនស្រីដ៏មានតម្លៃរបស់គាត់មុនពេលចាប់ផ្ដើមការសន្ទនាវែកញែកតួឯកយើងបានដាក់លក្ខខណ្ឌចំនួន2ទី1គឺគាត់សូមប្រាក់កក់មុនចំនួន2លានយន្តទី2គឺក្នុងអំឡុងពេលនៃប្រតិបត្តិការការពារនេះគ្រប់គ្នាត្រូវតែស្ដាប់តាមបញ្ជាគាត់ដោយគ្មានលក្ខខណ្ឌអាហ្សែមិនឃើញមានហេតុផលអ្វីត្រូវបដិសេធឡើយរួចក៏បញ្ជាឲ្យមនុស្សរៀបចំលុយភ្លាមបន្ទាប់មកទៀតម៉ៃបាននិយាយបន្ថែមថាបន្ទាប់ពីទទួលបានប្រាក់កក់ហើយនៅថ្ងៃស្អែកគាត់ត្រូវចាក់ចេញរយៈពេល24ម៉ោងដើម្បីទៅដោះស្រាយរឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួនដំណឹងនេះបានធ្វើឲ្យអាហ្សែមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះឃាតករចលនាល្បីខាងល្បឿនលឿនរហ័សហើយគេប្រហែលជាអាចនឹងវាយប្រហារកូនស្រីគាត់នៅថ្ងៃនេះឬថ្ងៃស្អែកក៏ថាបានតួឯកក៏បានស្នើឡើងថាឲ្យយកក្មេងស្រីនោះចាក់ចេញពីផ្ទះទៅជាមួយគាត់តែម្ដងទៅអាហ្សែស្ថិតក្នុងស្ថានភាពដ៏ពិបាកសម្រេចចិត្តព្រោះគាត់ប្រកាសចិត្តថាគ្មានកន្លែងណាមានសុវត្ថិភាពជាងវិឡានៃត្រកូលស៊ូនេះឡើយខណៈកំពុងគិតពិចារណាគាត់ស្រាប់តែឮសំឡេងគេហៅឈ្មោះរបស់គាត់ហើយនៅពេលដែលងាកទៅមើលគាត់ក៏បានឃើញ AB កំពុងឈរនៅលើកាំជណ្ដើរដែលស្លៀកឈុតគេងយប់នៅឡើយនៅពេលឃើញកូនស្រីស្ថិតក្នុងសភាពបែបនេះអាហ្សែក៏ប្រាប់ឲ្យនាងឡើងទៅផ្លាស់ប្ដូរខោអាវចេញភ្លាមទោះជាយ៉ាងណាក៏ដោយនាងបានតវ៉ាឡើងថាខ្លួនឯងត្រូវរស់នៅដូចជាជាប់គុកអស់ជាច្រើនថ្ងៃមកហើយដូច្នេះមិនឃើញមានអ្វីប្លែកត្រង់ណាទេដែលនាងស្លៀកឈុតគេងយប់ដើរចេញមកបែបនេះ Theodore ប្រញាប់ដើរចូលមកជួយអន្តរាគមន៍ដើម្បីជួយសម្រួលដល់ស្ថានភាពដោយបញ្ជាក់ថាមកពីនាងត្រូវបានគេឃុំទុកយូរពេកទើបធ្វើឲ្យនាងមានអារម្មណ៍មួម៉ៅបែបនេះAB បានសម្លឹងមើលមនុស្សដែលនៅជុំវិញខ្លួនហើយក៏ចាប់អារម្មណ៍ឃើញថាមានតែម៉ៃម្នាក់គត់ដែលនាងមិនធ្លាប់ស្គាល់មកពីមុនមកអាហ្សែបានប្រាប់ទៅកូនស្រីភ្លាមៗថានេះគឺជាលោកវូជីដែលជាភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញមកដើម្បីការពារសុវត្ថិភាពនាងនៅពេលឮថាម៉ៃមកដើម្បីការពារខ្លួននាងបែរជាសម្លឹងមើលទៅយុវជនវ័យក្មេងនោះដោយកៅភ្នែកមើលងាយខណៈនោះដែរតួឯកក៏បានណែនាំខ្លួនទៅកាន់នាងបន្ទាប់មកទៀតគាត់បានបញ្យល់ថាគាត់មិនមានបំណងមករឹតបន្តឹងសេរីភាពរបស់នាងឬក៏ឃុំឃាំងនាងទុកនៅក្នុងផ្ទះឡើយពេលឮពាក្យនេះនាងក៏បានសួរដេញដោលភ្លាមថាតើនេះមានន័យថានាងអាចមានសិទ្ធិចេញទៅខាងក្រៅបានមែនទេតួឯកបានងាកទៅសម្លឹងមើលអាហ្សែលបន្តិចចំណែកឯអាហ្សែលទោះបីជាមានការព្រួយបារម្ភយ៉ាងណាក៏យល់ឃើញថាខ្លួនគ្មានជម្រើសអ្វីផ្សេងល្អជាងនេះដែរគាត់ក៏ដកដង្ហើមធំរួចមកក្បាលយល់ព្រមបន្ទាប់ពីទទួលបានអ្វីដែលខ្លួនចង់បានហើយ AB មានចិត្តរីករាយជាខ្លាំងព្រោះតែនាងធុញទ្រាន់នឹងការត្រូវឃុំខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកនេះទោះជាយ៉ាងណាក៏ដោយម៉ៃក៏បានបន្ថែមនៅលក្ខខណ្ឌដ៏តឹងរ៉ឹងមួយគឺប្រសិនបើនាងទៅណាជាមួយគេនៅថ្ងៃស្អែកនាងដាច់ខាតត្រូវតែនៅក្បែររូបគេគ្រប់ពេលវេលាទាំងអស់នាងក៏បានយល់ព្រមតាមប៉ុន្តែនៅក្នុងចិត្តរបស់នាងវិញបានលួចសម្រេចចិត្តថានឹងមិនស្ដាប់តាមអង្គរៈណាម្នាក់ឡើយនៅថ្ងៃបន្ទាប់មក AB បានស្លៀកពាក់យ៉ាងស្អាតបាតហើយឡើងឡានទំនើបទៅជាមួយម៉ៃក្នុងពេលជាមួយគ្នានោះលុយចំនួន20លានយន្តក៏ត្រូវបានផ្ទេរចូលទៅក្នុងគណនីរបស់តួឯកយើងរួចរាល់ដែរ AB បានចេញបញ្ជាទៅកាន់អ្នកបើកបរគឺលោកហ៊ួនឲ្យបើកសម្ដៅទៅផ្សារទំនើបព្រោះតែនាងមិនបានចេញទៅដើរលេងផ្សារអស់រយៈពេលយ៉ាងយូរមកហើយប៉ុន្តែតួឯកដែលអង្គុយនៅក្បែរនោះបែរជាប្រាប់អ្នកបើកឡានឲ្យបើកទៅសាកលវិទ្យាល័យឡុងសានវិញ
នៅពេលឮបែបនេះនាងក៏ផ្ទុះកំហឹងខឹងសម្បាភ្លាមៗរួចក៏បានស្រែកសួរទៅកាន់អ្នកបើកបរថាតើគេកំពុងតែធ្វើតាមបញ្ជារបស់នរណាឲ្យប្រាកដព្រោះកាលពីម្សិលមិញនេះអាហ្សែលបានដាក់បញ្ជានិងព្រមានដល់បុគ្គលិកទាំងអស់ក្នុងផ្ទះថាដាច់ខាតត្រូវតែគោរពតាមរាល់បទបញ្ជារបស់ម៉ៃគ្រប់បែបយ៉ាងនៅពេលឃើញអ្នកបើកបរមិនខ្វល់ខ្វាយពីសម្ដីរបស់ខ្លួនអេប៊ីក៏កាន់តែខឹងខ្លាំងឡើងដោយបានទាមទារឲ្យឈប់ឡានជាបន្ទាន់ដើម្បីឲ្យនាងចុះទៅខាងក្រៅលោកហ៊ួនបានលួចមើលទៅម៉ៃទាំងទាល់តម្រេះតាមរយៈកញ្ចក់មើលក្រោយប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺតួឯកក៏បានអនុញ្ញាតឲ្យគាត់ឯបឈប់ឡានតាមចិត្តឡានទំនើបក៏បានជន់ហ្វ្រាំងឈប់ភ្លាមហើយនាងក៏បានបើកទ្វារដើរចេញមកក្រៅដោយជោគជ័យព្រមទាំងប្រកាសថានឹងដើរចាក់ចេញទៅតែម្នាក់ឯងប៉ុន្តែទីតាំងដែលឡានបានឈប់នោះបែរជាកន្លែងមួយដែលស្ងាត់ជ្រងំគ្មានមនុស្សសោះនៅពេលឃើញទស្សនវិជ្ជាបែបនេះអេប៊ីក៏ចាប់ផ្ដើមមានការងឿងឆ្ងល់និងភ័យអរនាងឈរគិតមួយសន្ទុះក៏សម្រេចចិត្តរស់រាន់រត់ចូលមកក្នុងឡានវិញភ្លាមម៉ៃក៏បានសុំចរចាជាមួយនាងដោយសុំឲ្យនាងព្រមទៅជាមួយរូបគេសិនរួចហើយគេនឹងជូននាងទៅគ្រប់ទីកន្លែងដែលនាងចង់ទៅអេប៊ីទោះជាមិនពេញចិត្តតែមិនព្រមដំមាត់អ្វីឡើយមិនយូរប៉ុន្មានឡានក៏បានធ្វើដំណើរមកដល់អន្តេវាសិកដ្ឋានរបស់សាកលវិទ្យាល័យអេប៊ីបានសម្លឹងមើលទៅអគារចាស់ៗទាំងក្តីមិនចង់ជឿភ្នែកនិងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលដឹងថាម៉ៃរស់នៅទីនេះតួឯកមិនបានឆ្លើយតបអ្វីទៅកាន់នាងទាំងអស់គេគ្រាន់តែបើកទ្វារចុះពីលើឡានដោយភាពស្ងៀមស្ងាត់ប៉ុន្តែទោះជាយ៉ាងណាវត្តមានរបស់ឡានដ៏ទំនើបមួយគ្រឿងដែលមកចតក្បែរអន្តេវាសិកដ្ឋានជាពិសេសមាននារីដ៏ស្រស់ស្អាតម្នាក់ចុះពីលើឡានបានទាក់ទាញការចាប់អារម្មណ៍និងក្រសែភ្នែកពីសិស្សដទៃជាខ្លាំងម៉ៃបានងាកមកហៅនាងឲ្យដើរតាមគេទៅខាងក្នុងតែនាងបានបដិសេធយ៉ាងដាច់អហង្ការ